នេះជារបៀបយើងទៅឆែកមើល account Facebook របស់យើងមុននឹងយកទៅបង្កើត page ហ្នឹងបងប្អូនណាមុននឹងយកទៅបង្កើត page ជាដំបូងបងប្អូនចុចមកកន្លែង account Facebook របស់យើងមកដល់ទម្រង់បែបនេះបងប្អូនចុចទៅលើញាក់មូលសញ្ញាកន្លែង account របស់យើងហ្នឹងនេះសញ្ញាព្រោះខ្ញុំដាក់ហ្នឹងបងប្អូនចុចលើហ្នឹងមកដល់ទម្រង់បែបនេះបងប្អូនស្លឹងចុះមកក្រោមបងប្អូនចុចលើកន្លែងសញ្ញាត្រេ3ចេញទម្រង់បែបនេះបងប្អូនចុចមកខាងលើនេះបងប្អូននេះពួកខ្ញុំអត់សូវប៉ិនអក្សរទេបងប្អូនបកកាយខាងចំណាំចុចលើហ្នឹងមកដល់ទម្រង់បែបនេះបងប្អូនឃើញសញ្ញាខាងលើនេះអត់នេះវាចំកន្លែងprofile របស់យើងហ្នឹងគឺមានសញ្ញាផ្ទុយបៃតងបែបនេះអញ្ចឹងមានន័យថា account Facebook របស់យើងគឺល្អស្អាតបងប្អូនអត់មានខុសកកាយទេអញ្ចឹងណាបងប្អូនជាបន្តនេះបងប្អូនចូលមកត្រង់នេះនេះបងប្អូនណាទៅនេះពេលដែលខ្ញុំគូវងពើក្រហមនេះអញ្ចឹងបងប្អូនអញ្ចឹងអត់មានបញ្ហាទេបងប្អូនសន្លឹងចុះមកក្រោមមកនេះយើងចុចកន្លែងនេះការណែនាំទំព័រនេះបងប្អូនហ្នឹងហើយចូលលេខដល់មកដល់ទម្រង់បែបនេះបងប្អូនសន្លឹងមកខាងលើនេះឃើញផ្កាយរបស់យើងនៅលើហ្នឹងវាមានគ្រប់7ដួងអញ្ចឹងបងប្អូនគឺល្អទេបងប្អូនអត់មានបញ្ហាទេអញ្ចឹងណាបងប្អូនណានេះដូចខ្ញុំអត់គួរឲ្យមើលនេះបងប្អូននេះឃើញសញ្ញាផ្កាយវាអត់បើយើងមានខុសគោលការណ៍ឬក៏អ្វីមួយធ្វើខុសអ្វីមួយកំពុនរបស់គេគឺគេដកផ្កាយរបស់យើងណាបងប្អូនណារបៀបឆែកនេះគឺរបៀបឆែកផ្កាយចាំបន្តិចទៀតខ្ញុំនាំបងប្អូនទៅឆែកមកកន្លែងទៀតអញ្ចឹងណាមុននឹងយក account របស់យើងនេះយកទៅបង្កើត page ណាបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនថយមកមកដល់ទំនងបែបនេះបងប្អូនចង់ដឹងមួយកន្លែងទៀតបងប្អូនចូលចុចកន្លែងនេះកន្លែងការរកលុយនេះអានេះក៏សំខាន់ដែរបងប្អូនណាមកដល់នេះបើ account បងប្អូនឆែកទៅឃើញសញ្ញាពើខៀវបែបនេះរូបលុយនេះពើខៀវលឿងនេះអញ្ចឹងមានន័យថាគឺល្អស្អាតអត់មានបញ្ហាអីទេអាចចូលទៅបង្កើត page បានបើថាវាខុសគោលការណ៍របស់គេកន្លែងរូបលុយនេះគឺវាចេញសញ្ញា slate ពណ៌សណាបងប្អូនណាហ្នឹងហើយតែវាមិនមានបញ្ហាទេបងប្អូនណាមិនមានបញ្ហាទេហ្នឹងហើយបងប្អូនថយមកក្រោយមកដើម្បីយើងទៅឆែកមួយកន្លែងទៀតហ្នឹងបងប្អូនណាហ្នឹងហើយមុននេះទៅកាច់កើតភ័យបងប្អូនថយអស់មកថយទៀតបងប្អូនថយទៀតបងប្អូនហ្នឹងហើយថយមកទៀតមកថយអស់ហ្នឹងហើយថយអស់មកដល់ទៅដើមរបស់យើងបងប្អូនណាហ្នឹងហើយថយមកទៀតបងប្អូនថយមកខាងលើមួយទៀតមិនធ្វើមួយដើម្បីឲ្យបងប្អូនយល់ហ្នឹងបងប្អូនណានេះមកដល់ទម្រង់បែបនេះបងប្អូនចុចទៅកន្លែងនេះកន្លែងសញ្ញាត្រេ3ចុចបកមកចេញទម្រង់បែបនេះបងប្អូនអូសចុះមកក្រោមអូសឡើងលើមកបងប្អូនមករកនេះជំនួយនឹងការគ្រប់គ្រងបងប្អូនចុចលើនឹងមកអញ្ចឹងវាចេញទម្រង់បែបនេះបងប្អូនចុចនេះវាមានរូបរាងបែបនេះបងប្អូនចុចមួយមកខ្ញុំដាក់សញ្ញាប្រួយឲ្យមើលបងប្អូនចុចលើនឹងមកដើម្បីទៅឆែកមួយកន្លែងនេះបងណានេះក៏សំខាន់ដែរបងប្អូនអញ្ចឹងយើងមិនថាវីដេអូមិនថាជារូបភាពឬអីទេអញ្ចឹងតែយើងខុសគោលការណ៍គេគេផ្ញើបងប្អូនចំណាំណាគេផ្ញើចូលក្នុងកន្លែងពីកន្លែងហ្នឹងបងប្អូនណាហ្នឹងដើម្បីទៅឆែកបានបងប្អូនចុចលើហ្នឹងមកចុចមកតើវាមានខុសគោលការណ៍របស់គេអត់ទេបងណាបងប្អូនចុចហ្នឹងមកនេះចុចសញ្ញាគ្រីវបែបនេះគឺល្អទេបងប្អូនណាបើថាយើងខុសគោលការណ៍របស់គេគឺនឹងសញ្ញាជាវីដេអូមិនថាជារូបភាពអីចឹងបងប្អូននឹងវាឆែកកន្លែងឆែកហ្នឹងគឺរបៀបឆែកចឹងបងប្អូនហ្នឹងហើយបងប្អូនចង់ដឹងបងប្អូនថយទៅក្រោយបងប្អូនចុចនៅខាងក្រោមមួយកន្លែងនេះមកចង់ដឹងឲ្យច្បាស់ហ្នឹងហើយបងប្អូនវាដូចគ្នាបងប្អូនអត់មានខុសគោលការណ៍របស់គេទេអញ្ចឹងវីដេអូពីរបៀបឆែកគេមានដែរប៉ុណ្ណឹងបងប្អូនណាហ្នឹងហើយចាំជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយទៀតពីរបៀបបង្កើត page ហ្នឹងបងប្អូនណាអញ្ចឹងវីដេអូក៏មានតែប៉ុណ្ណឹងបងប្អូនណាសូមអរគុណសូមជម្រាបលា